គោលនយោបាយឬយុទ្ធសាស្ត្រគោលគំនិតទូនទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងអភិវឌ្ឍជនបទជាអ្នកកំណត់គោលការណ៍ទាំងមូលលើវិស័យគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទនៅក្នុងប្រព័ន្ធវិមជ្ឈការអង្គភាពមូលដ្ឋានមួយចំនួនមានសិទ្ធិក្នុងការបង្កើតសេចក្តីសម្រេចផ្សេងៗផ្ទាល់ខ្លួនសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែបង្កើតឡើងក្នុងក្របខ័ណ្ឌនៃគោលនយោបាយជាតិដូច្នេះទោះបីជាសេចក្តីសម្រេចនេះកំណត់ដំណោះស្រាយសមរម្យសម្រាប់បញ្ហាក្នុងមូលដ្ឋានក៏ដោយក៏រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែមានការយល់ដឹងការបកស្រាយនិងការអនុវត្តនៅគោលនយោបាយនិងច្បាប់នានារបស់ថ្នាក់ជាតិផងដែររដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានលទ្ធភាពវិភាគសេចក្តីសម្រេចដើម្បីកំណត់ឲ្យបានល្អបំផុតក្នុងការសម្រេចបាននៅគោលដៅនិងគោលបំណងក្នុងមូលដ្ឋានរបស់ខ្លួនប៉ុន្តែពួកគេប្រហែលជាមិនដឹងពីរបៀបបកស្រាយគោលនយោបាយជាតិឬដំណើរការនៃការបង្កើតគោលនយោបាយនិងពិនិត្យឡើងវិញនោះទេរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកន្លែងដ៏ល្អមួយសម្រាប់ការពង្រឹងភាពជាប្រព័ន្ធពីព្រោះអង្គភាពទាំងនោះតែងតែត្រូវការពង្រឹងសមត្ថភាពពីរបៀបនៃការបង្កើតគោលនយោបាយដែលល្អការវិភាគនិងបកស្រាយគោលនយោបាយជាតិ